គឺថាទោះបីជាស្ថានភាពងងឹតយ៉ាងណាទោះបីជាវាមិនមានភាពច្បាស់លាស់យ៉ាងណាក៏យើងមិនអាចដេកដួលហើយលើកទង់ជ័យសរជាមួយនឹងស្ថានភាពមានតែខិតខំនៅក្នុងការដោះស្រាយសភាពការគឺខិតខំធ្វើយ៉ាងណាគេថារៀបចំមណ្ឌលចិត្តតាលេសារៀបចំកន្លែងព្យាបាលពេទ្យរបស់យើងសម្រុកធ្វើរកថ្នាំរកអីដើម្បីព្យាបាលនេះគឺជាការដាក់ទិសដៅដើម្បីជួយដល់ជីវិតប្រជាពលរដ្ឋរបស់យើងហើយក៏អរគុណអង្គការពងគិសែផងដែលកាលនោះគឺឲ្យមណ្ឌលកោះពេជ្រហ្នឹងកន្លែងការហ្នឹងគឺបានប្រមាណមណ្ឌលហ្នឹងទាំងនេះគឺថាត្រូវប៉ាន់ប្រមងបានប្រមាណពាន់នាក់នៅក្នុងរៀបលឿនតែម្ដងបាទអរគុណណាស់ឥឡូវក៏បានមកនៅក្នុងថ្ងៃនេះនៅក្នុងការសម្ពោធហើយក៏ចូលរួមក្នុងការកសាងសមិទ្ធផលនេះទៀត